ទូហើយថៃផ្ទុះសង្គ្រាមជាមួយនឹងមីយ៉ាន់ម៉ាហើយខណៈមីយ៉ាន់ម៉ាប្រើប្រាស់អាវុធធុនធ្ងន់និងការវាយប្រហារតាមរយៈដែនអាកាសចូលមកលើទឹកដីថៃដោយផ្ទាល់នៅក្នុងវីដេអូនេះផងដែរខ្ញុំបានសូមលើកយកនៅព័ត៌មានទាន់ហេតុការណ៍មួយស្ដីអំពីស្ថានភាពចំនួនព្រំដែនរវាងមីយ៉ាន់ម៉ានិងប្រទេសថៃបាននឹងកំពុងតែឈានដល់ដំណាក់កាលធ្ងន់ធ្ងរនៃការប្រើប្រាស់អាវុធធុនធ្ងន់ទៅវិញទៅមកដោយផ្ទាល់ជាពិសេសពីគូភាគីមីយ៉ាន់ម៉ាតែម្ដងខណៈពេលនេះបាននឹងកំពុងតែធ្វើការវាយប្រហារចូលមកលើទឹកដីថៃដោយផ្ទាល់ផងដែរតាមរយៈសារព័ត៌មានផ្លូវការរបស់ថៃមួយបានធ្វើការផ្សព្វផ្សាយថាកាលពីថ្ងៃទី3ខែធ្នូនេះភាពតានតឹងនៅតាមបណ្ដោយព្រំដែនថៃមីយ៉ាន់ម៉ាមានការផ្ទុះឡើងយ៉ាងគំហុកដល់កម្រិតដ៏ធ្ងន់ធ្ងរមួយបន្ទាប់ពីមានការប្រយុទ្ធគ្នាដោយហិង្សារវាងយោធាមីយ៉ាន់ម៉ានិងកងកម្លាំងតស៊ូប្រឆាំងរបបយោធាបានបង្កឲ្យមានការបាច់អាវុធធុនធ្ងន់និងការវាយប្រហារតាមផ្លូវអាកាសបានបុកចំទឹកដីខេត្តតារបស់ថៃដោយផ្ទាល់តែម្ដងដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពរបស់ប្រទេសថៃព្រឹត្តិការណ៍ដ៏គួរឲ្យព្រួយបារម្ភនេះបានប្រមូលផ្ដុំនៅជិតភូមិមីនឡាប៉ានអ្នកស្រុកមីយ៉ាវ៉ាឌីទល់មុខជាមួយនឹងស្រុកម៉ែសុតដែលជាច្រកពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសថៃដោយសម្លេងផ្ទុះគ្រាប់បែកនិងការបាញ់កាំភ្លើងធំបានបន្លឺឡើងពេញមួយទន្លេម៉ូអេដែលបំបែកប្រទេសទាំងពីរបង្ខំឲ្យអាជ្ញាធរថៃចាត់វិធានការជាបន្ទាន់និងមើងម៉ាត់ជាទីបំផុតដោយបិទច្រកព្រំដែនក្រៅផ្លូវការទាំងអស់នៅក្នុងតំបន់នោះរយៈពេល7ថ្ងៃដើម្បីធានាសុវត្ថិភាពនិងការដាក់ពង្រាយកម្លាំងសន្តិសុខបន្ថែមទៀតទៅកាន់តំបន់ព្រំដែនជាច្រើនកន្លែងផលប៉ះពាល់មនុស្សធម៌និងអាយុជីវិតត្រូវបានបង្ហាញឲ្យឃើញភ្លាមៗនៅពេលដែលការបាញ់ប្រហារឆ្លងដែនបានបង្កឲ្យមានមនុស្សរងរបួសនិងខូចខាតទ្រព្យសម្បត្តិនៅលើទឹកដីថៃដោយមានសេចក្តីរាយការណ៍ជាក់លាក់ថាអ្នកស្រីឡាវធីភីចន្ទាអាយុ67ឆ្នាំបានរងរបួសនៅត្រង់ភ្លើងរបស់គាត់បន្ទាប់ពីគ្រាប់កាំភ្លើងខុសបច្ចេកទេសបានទម្លុះជញ្ជាំងបន្ទប់គេងរបស់គាត់ខណៈគាត់កំពុងតែសម្រាកដែលជាភស្តុតាងយ៉ាងច្បាស់ក្រឡែតថាហានិភ័យនៃប្រជាជនរបស់ថៃនៅព្រំដែនបាននឹងកំពុងតែប្រឈមមុខជារៀងរាល់ថ្ងៃហើយបានជំរុញឲ្យមន្ត្រីថៃត្រូវតែចុះសួរសុខទុក្ខប្រជាជនរងគ្រោះនិងរឹតបន្តឹងវិធានការសន្តិសុខកាន់តែខ្លាំងក្លានៅតាមបណ្ដោយព្រំដែនទាំងមូលខណៈពេលរដ្ឋាភិបាលរបស់ថៃកំពុងតែប្រឈមជាមួយបញ្ហាភូមិសាស្ត្រនយោបាយដ៏លំបាកគឺការរក្សាអព្យាក្រឹតភាពផ្លូវការរបស់ខ្លួនជាមួយនឹងការទប់ស្កាត់អស្ថិរភាពពីចំនួនផ្ទៃក្នុងរបស់មីយ៉ាន់ម៉ាមិនឲ្យរាលដាលដល់អធិបតេយ្យភាពសន្តិសុខជាតិនិងលំហូរពាណិជ្ជកម្មដ៏សំខាន់ទៅតំបន់នេះដែលជាកាតាលីករនៃវិបត្តិមនុស្សធម៌ថ្មីមួយដែលទៅព្រោះឲ្យមានការយកចិត្តទុកដាក់ជាបន្ទាន់លើសហគមន៍អន្តរជាតិតាមរយៈព័ត៌មាននេះយើងសង្កេតឃើញអំពីស្ថានភាពនៅព្រំដែនរបស់ថៃនិងមីយ៉ាន់ម៉ាផ្ទាល់តែម្ដងជាពិសេសគឺជាប់ជាមួយនឹងខេត្តតារបស់ថៃនេះបាននឹងកំពុងតែរងសម្ពាធខ្លាំងក្លាហើយរវាងយោធាមីយ៉ាន់ម៉ានិងយោធាថៃផងដែរដំបូងឡើយគឺអត់ពាក់ព័ន្ធគ្នាទេជាមួយនឹងយោធាមីយ៉ាន់ម៉ាហើយនិងយោធារបស់ថៃនោះគឺពាក់ព័ន្ធតែជាមួយនឹងយោធាមីយ៉ាន់ម៉ាខាងរដ្ឋាភិបាលនិងខាងទាហានព្រៃរបស់មីយ៉ាន់ម៉ាតែប៉ុណ្ណោះដែលមានការប្រយុទ្ធគ្នានៅក្នុងការដណ្ដើមទឹកដីពីភាគីខាងទាហានព្រៃដែលតែងតែទាមទារដើម្បីទទួលឯករាជ្យរបស់ពួកគេនៅក្នុងតំបន់នីមួយៗប៉ុន្តែរហូតមកទល់បច្ចុប្បន្ននេះដោយសារតែក្រុមទាហានព្រៃរបស់មីយ៉ាន់ម៉ាកន្លងមកនេះមានទំនាក់ទំនងជាមួយនឹងភាគីថៃនៅពេលដែលមានបញ្ហាឥឡូវនេះទាហានព្រៃរបស់មីយ៉ាន់ម៉ាបានធ្វើដំណើរគៀកបង្កិតបង្កើយនៅព្រំដែនរបស់ថៃហើយខណៈពេលនេះទាហានរដ្ឋាភិបាលរបបសឹករបស់មីយ៉ាន់ម៉ាមានការសង្ស័យយ៉ាងខ្លាំងថាទាហានព្រៃអាចនឹងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងភាគីថៃហើយបន្តសម្ងំលាក់ខ្លួននៅលើទឹកដីថៃអាចជាចេតនាដើម្បីធ្វើជាខែលក្នុងការឆ្លើយតបជាមួយនឹងភាគីទាហានរដ្ឋាភិបាលរបស់មីយ៉ាន់ម៉ាផងដែរខណៈពេលនេះស្ថានភាពកាន់តែស៊ីជម្រៅជាងមុនសូម្បីតែអាវុធធុនធ្ងន់របស់មីយ៉ាន់ម៉ាក៏ហ៊ានបាញ់ចូលទឹកដីថៃផងដែរប៉ុន្តែចំពោះភាគីថៃវិញបានត្រឹមតែបាញ់ឆ្លើយតបទៅនឹងកាំភ្លើងត្បាល់តូចៗតែប៉ុណ្ណោះបើទោះបីជាទាហានមីយ៉ាន់ម៉ាបើការវាយប្រហារតាមរយៈផ្លូវអាកាសទម្លាក់គ្រាប់បែកមកលើដែនអធិបតេយ្យភាពរបស់ប្រទេសថៃហើយបណ្ដាលឲ្យប្រជាជនថៃរងរបួសរហូតដល់6នាក់យ៉ាងណាក្តីនេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានខៅសុតអ៊ីងលីសរបស់ថៃផលវិបាកនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅមីយ៉ាន់ម៉ាមិនគ្រាន់តែជាបញ្ហាផ្ទៃក្នុងរបស់មីយ៉ាន់ម៉ាទៀតទេប៉ុន្តែវាបានក្លាយទៅជាវិបត្តិថ្នាក់តំបន់ដែលបានបង្កផលប៉ះពាល់យ៉ាងជ្រៅទៅដល់សន្តិសុខនិងស្ថិរភាពសេដ្ឋកិច្ចកិត្យានុភាពការទូតរបស់ប្រទេសថៃដោយដែលបានបង្ហាញតាមរយៈឧបទ្ទវហេតុនាពេលថ្មីៗនេះដែលមានការបាញ់អាវុធធុនធ្ងន់និងគ្រាប់កាំភ្លើងឆ្លងដែនមកលើទឹកដីខេត្តតារបស់ថៃដែលបណ្ដាលឲ្យជនស៊ីវិលថៃរងរបួសនិងខូចខាតទ្រព្យសម្បត្តិដែលជាការរំលោភបំពានដោយផ្ទាល់ទៅលើអធិបតេយ្យភាពរបស់ថៃហើយបានបង្ខំឲ្យទីក្រុងបាងកកដាក់ពង្រាយកម្លាំងសន្តិសុខបន្ថែមនិងបិទច្រកព្រំដែនក្រៅផ្លូវការជាច្រើនដើម្បីទប់ស្កាត់អស្ថិរភាពនៃសង្គ្រាមមិនឲ្យរាលដាលទៅដល់ប្រជាជនខ្លួនផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតគឺការរំខានទៅដល់វិស័យសេដ្ឋកិច្ចដោយស្រុកម៉ែសុតដែលមានទីតាំងទល់មុខជាមួយនឹងស្រុកមីយ៉ាវ៉ាឌីគឺជាច្រកពាណិជ្ជកម្មដ៏សំខាន់បំផុតមួយជាមួយនឹងមីយ៉ាន់ម៉ាដែលមានទំហំពាណិជ្ជកម្មប្រចាំឆ្នាំរាប់ពាន់លានបាតហើយការបិទច្រកព្រំដែនទាំងស្រុងឬជាបណ្ដោះអាសន្នដោយសារតែការប្រយុទ្ធគ្នាបង្កឲ្យមានការកកស្ទះរថយន្តដឹកទំនិញយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលធ្វើឲ្យខ្សែសង្វាក់ផ្គត់ផ្គង់របស់ថៃនិងចំណូលគយធ្លាក់ចុះយ៉ាងគំហុកបន្ថែមលើនេះទៅទៀតនោះថៃប្រឈមជាមួយវិបត្តិមនុស្សធម៌ដ៏ធំមួយដោយសារតែរាល់ពេលដែលមានការប្រយុទ្ធកាន់តែខ្លាំងក្លារលកនៃជនភៀសខ្លួនមីយ៉ាន់ម៉ារាប់ពាន់នាក់បានព្យាយាមឆ្លងដែនចូលមកកាន់ទឹកដីថៃដើម្បីស្វែងរកទីជម្រកដែលជាការដាក់សម្ពាធទៅលើធនធានរបស់ខេត្តនៅព្រំដែនទាំងលើកិច្ចការសន្តិសុខនិងកិច្ចការផ្គត់ផ្គង់ជំនួយមនុស្សធម៌ចំណែកឯនៅលើឆាកការទូតវិញហើយកំពុងតែស្ថិតនៅក្នុងស្ថានភាពដ៏លំបាកគឺការព្យាយាមរក្សាតុល្យភាពរវាងគោលការណ៍អព្យាក្រឹតភាពរបស់អាស៊ានជាមួយនឹងតម្រូវការនៅក្នុង
ការការពារផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្លួនពីរបបយោធាមីយ៉ាន់ម៉ាបង្កភាពអសន្តិសុខហើយត្រូវបានទទួលរងសម្ពាធពីសហគមន៍អន្តរជាតិដែលទាមទារឲ្យថៃដើរតួជាច្រកចូលដើម្បីជួយប្រជាជនមីយ៉ាន់ម៉ាខណៈពេលដែលថៃត្រូវតែរៀបចំផែនការយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់គ្រប់គ្រងព្រំដែនដែលងាយរងគ្រោះនិងធានាថាវិបត្តិនៅក្នុងប្រទេសជិតខាងនឹងមិនបំផ្លាញសេដ្ឋកិច្ចជាតិរបស់ខ្លួនដែលកំពុងតែជួបការលំបាកនោះឡើយតាមរយៈហេតុការណ៍ថ្មីនេះមានសំណួរមួយចោទសួរថាតើថ្ងៃអនាគតប្រទេសថៃនិងប្រទេសមីយ៉ាន់ម៉ាអាចបង្កឲ្យមានសង្គ្រាមធំដែរឬទេខាងក្រោមនេះគឺជាចម្លើយតាមរយៈការវិភាគយ៉ាងលម្អិតដូចតទៅការវិភាគទៅលើអនាគតនៃទំនាក់ទំនងរវាងប្រទេសថៃនិងមីយ៉ាន់ម៉ាបានបង្ហាញថាទោះបីជាហានិភ័យនៃការកើនឡើងចំនួននៅតាមព្រំដែនកំពុងតែមានកម្ដៅខ្លាំងយ៉ាងណាក៏ដោយរឿងនេះវាកើតឡើងដោយសារតែការបាញ់អាវុធធុនធ្ងន់ចូលមកលើទឹកដីថៃនាពេលថ្មីៗនេះក្តីក៏ការឈានទៅដល់សង្គ្រាមធំពេញលេញរវាងកងទ័ពរដ្ឋទាំងពីរគឺជាសេណារីយ៉ូដែលមានលទ្ធភាពទាបបំផុតដោយសារតែកត្តាយុទ្ធសាស្ត្រនិងផលប្រយោជន៍រួមជាច្រើនបានចងភ្ជាប់ប្រទេសទាំងពីរយ៉ាងជ្រៅក្រុមអ្នកវិភាគបានគូបញ្ជាក់ថាគោលដៅចម្បងរបស់ថៃគឺការរក្សាអព្យាក្រឹតភាពរបស់ប្រទេសខ្លួនតាមរយៈការធានាថាចំនួនផ្ទៃក្នុងរបស់មីយ៉ាន់ម៉ានឹងមិនបំផ្លាញសន្តិសុខរបស់ខ្លួនឡើយហើយថៃមានឆន្ទៈដាក់ពង្រាយកងទ័ពបន្ថែមនិងបិទព្រំដែនដើម្បីការពារអធិបតេយ្យភាពដូចជាការឆ្លើយតបទៅនឹងគ្រាប់កាំភ្លើងឆ្លងដែននៅខេត្តតាប៉ុន្តែរដ្ឋាភិបាលក្រុងបាងកកនឹងជៀសវាងដាច់ខាតនៅសកម្មភាពណាដែលអាចបកស្រាយថាជាការប្រកាសសង្គ្រាមប្រឆាំងជាមួយរបបយោធាមីយ៉ាន់ម៉ាដោយសារចំណងទាក់ទងសេដ្ឋកិច្ចរវាងភាគីទាំងពីរមានតម្លៃរាប់ពាន់លានដុល្លារនៅក្នុងមួយឆ្នាំហើយប្រសិនបើឆ្លើយតបជាមួយនឹងសង្គ្រាមផ្ដាច់ផ្ដិលនោះនឹងបង្កមហន្តរាយសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរសម្រាប់តំបន់ព្រំដែននិងការបំផ្លាញគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាបំពង់បង្ហូរឧស្ម័នជាដើមយ៉ាងណាមិញភាពមិនទំនងនៃសង្គ្រាមធំនេះមិនមែនមានន័យថាព្រំដែននឹងមានសន្តិភាពនោះទេដោយហានិភ័យពិតប្រាកដស្ថិតនៅត្រង់ការបន្តនៅវិបត្តិឆ្លងដែនដែលអាចកើនឡើងកាន់តែខ្លាំងក្លាដោយសារតែគ្រាប់កាំភ្លើងនិងគ្រាប់បែកអាចធ្លាក់ចូលទៅនឹងទឹកដីថៃកាន់តែញឹកញាប់ចំនួនទឹកទន្លេអាចនឹងកើតឡើងនៅក្នុងពេលមានការចម្លៀសខ្លួននិងការរីករាលដាលនៃឧក្រិដ្ឋកម្មឆ្លងដែនដូចជាការជួញដូរមនុស្សនិងគ្រឿងញៀនដែលជាតម្រូវការចាំបាច់សម្រាប់រដ្ឋាភិបាលថៃនៅក្នុងការកសាងកម្លាំងការពារព្រំដែនដែលមានលក្ខណៈធន់ទៅនឹងសមត្ថភាពនៅក្នុងការឆ្លើយតបទៅនឹងការរំលោភបំពានអធិបតេយ្យភាពជាងការត្រៀមខ្លួនសម្រាប់សង្គ្រាមពេញលេញដែលមិនចាំបាច់នោះឡើយបងប្អូននេះគឺជាការវិភាគរបស់ខ្ញុំដែលខ្ញុំយល់ឃើញដូច្នេះខ្ញុំគិតថាទោះបីជាមីយ៉ាន់ម៉ាធ្វើការបាញ់ឬក៏ទម្លាក់គ្រាប់បែកនៅលើទឹកដីថៃយ៉ាងណាក៏ដោយក៏ថៃអត់ហ៊ានដែរដោយអ្វីដែលខ្ញុំបញ្ជាក់នៅហេតុផលខាងលើនេះឯងគឺពាក់ព័ន្ធជាមួយនឹងប្រព័ន្ធសេដ្ឋកិច្ចរបស់ថៃដែលទទួលបានផលប្រយោជន៍ពីប្រទេសមីយ៉ាន់ម៉ារាប់ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងមួយឆ្នាំហើយរដ្ឋាភិបាលរបស់ថៃយល់ឃើញថាมันមានភាពចាំបាច់ណាមួយដើម្បីបង្កសង្គ្រាមជាមួយនឹងប្រទេសមីយ៉ាន់ម៉ាទេហើយអ្វីដែលមានការព្រួយបារម្ភខ្លាំងរបស់រដ្ឋាភិបាលទីក្រុងបាងកកនោះគឺពាក់ព័ន្ធជាមួយនឹងជនភៀសខ្លួនតែប៉ុណ្ណោះ